វាលស្រែធំធេងវាលសែនវែងអនឡាយគុណមិនចេះចិនណាយៀបសួរបងប្អូនអ្នកគ្នាថ្ងៃនេះខ្ញុំទំនេរពីការងារឆ្លៀតអ្នកគ្នាទៅទស្សនានៅភាពវាលស្រែដោយអ្នកគ្នាបានឃើញនៅក្បាលវីដេអូអញ្ចឹងអ្នកគ្នាហើយអញ្ចឹងមុននឹងចាប់ផ្ដើមយើងឃើញទស្សនវិជ្ជាខ្លះៗនៅតាមផ្លូវហើយនេះជាសាលាផងខ្ញុំអ្នកគ្នាដែលខ្ញុំរៀនតាំងពីតូចមកហើយសាលាហ្នឹងគឺខ្ញុំចូលចិត្តរៀនខ្លាំងមែនតើហើយលោកគ្រូអ្នកគ្រូនៅហ្នឹងគឺបើជាផ្លេចខ្ញុំមកហើយតែដោយសារយូរដែរហើយ7-6ឆ្នាំដែរគេអញ្ចឹងហើយនេះជាទស្សនវិជ្ជាទៅដល់ចការអញ្ចឹងអ្នកគ្នាហើយខ្ញុំនិយាយទៅដោយសារអបសក់ពេកអ្នកគ្នាថ្ងៃហ្នឹងក៏អ្នកគ្នាក៏ទៅលេងប្រហែលម៉ោង3ទៅលេងម្នាក់ឯងទេអត់បាននាំអ្នកគ្នាទៅលេងទេទៅដល់ចការយើងក៏បានយើងនឹងឆ្លៀតនិយាយអំពីសាច់រឿងបរមម្នាក់ដែលកំពុងតែរួចក្រាស់នៅណាម្នាក់ដែលអត់ដឹងឈ្មោះអញ្ចឹងអ្នកគ្នាហើយនិយាយទៅទស្សនវិជ្ជាស្រុកខ្សែនេះគឺស្អាតមែនតើអ្នកគ្នាអញ្ចឹងខ្ញុំចូលចិត្តដើរលេងខ្លាំងមែនតើអញ្ចឹងអ្នកគ្នាហើយអញ្ចឹងធ្វើឲ្យខ្ញុំជាប់ចិត្តចាប់អារម្មណ៍ក្នុងការដើរលេងហើយយ៉ាងណាក៏យ៉ាងណីក៏ខ្ញុំនៅតែជាប់ចិត្តចាប់អារម្មណ៍ដល់ការដើរលេងនៅទីនេះដែរអញ្ចឹងអ្នកគ្នាឥឡូវយើងក៏មកដល់ចការយើងទៅហើយតែយ៉ាងណាយើងនឹងប្រាប់រ៉ែរាប់ពីចំតាត់ស្ថានភាពចការយើងនៅពេលនេះអ្នកគ្នាបន្ទាប់ពីលេខទឹកហើយតាមពិតទៅចការទាំងអស់នេះគឺជាការបាក់ខ្ញុំទេហើយតែខ្ញុំទៅដល់នោះក៏ឆ្លៀតឃើញស្អីគេដាក់ម៉ងអ្នកគ្នាហើយជាប់សัตว์បានមួយតែខ្ញុំធានយកទេតែរបស់គេអញ្ចឹងតែយ៉ាងណាតោះយើងទៅទស្សនាសកម្មភាពមើលស្រែទាំងអស់គ្នាថាវាយ៉ាងម៉េចហើយមើលស្រែវាមានផ្លែអត់អ្នកគ្នាអញ្ចឹងហើយនេះជាម៉ូតូសំណាប់របស់ខ្ញុំហើយតាំងពីដើមមកគឺមានតែមួយនឹងទេអ្នកគ្នាហើយយ៉ាងណាយ៉ាងណីតោះទស្សនាអ្នកគ្នាវីដេអូនេះខ្ញុំថាអត់ចំចូលសលេងទេតែដោយសារតែវាអត់សូវលឺអ្នកគ្នាអញ្ចឹងតែខ្ញុំក៏ចូលសលេងទាំងអស់មកទៅអញ្ចឹងអ្នកគ្នាហើយខ្ញុំខានមកចការនេះសឹងតែ2-3ខែដែរអ្នកគ្នាខ្ញុំក៏មកលេងដើម្បីឃើញអញ្ចឹងអ្នកគ្នាថាតបវាលេខទឹកហ្នឹងវាមិនអញ្ចឹងដោយសារតែនៅតាមផ្លូវអាការដែលលេខទឹកថ្ងៃទី29ហ្នឹងគឺលេខសាហាវអ្នកគ្នាអញ្ចឹងចង់ដឹងថាតើចការម៉ាក់ខ្ញុំហ្នឹងគាត់មិនចាស់ហើយអញ្ចឹងថាវាដួលស្រូវមានអីអត់អញ្ចឹងតែអត់អីទេអ្នកគ្នាស្រូវគឺអត់អីធម្មតាតែហ្មងអ្នកគ្នាអញ្ចឹងតែសម្រាប់អីហ្នឹងគឺវាបោកអត់ទៅឡើយលីងហ្មងអ្នកគ្នាអញ្ចឹងនៅតាមផ្លូវទស្សនវិជ្ជាផ្លូវដែលដើរចូលចការគាត់គឺមានដើមបឺដើមអីអញ្ចឹងអ្នកគ្នាហើយដើមបឺដើមអីហើយមានដើមអីហូបច្រើនទេអ្នកគ្នាហើយអញ្ចឹងនៅកតុមកំសត់របស់គាត់ហ្នឹងក៏មានផ្លែឈើផ្លែអីហូបដែរអ្នកគ្នាអញ្ចឹងខ្ញុំចង់ដឹងថាចការគាត់ហ្នឹងមានអីខ្លះអញ្ចឹងអ្នកគ្នាខ្ញុំនឹងបង្ហាញអ្នកគ្នាឲ្យឃើញថាវាមានអីខ្លះនៅចការរបស់គាត់អញ្ចឹងអ្នកគ្នាតែយ៉ាងណាខ្ញុំដឹងថាអ្នកគ្នាអត់ចង់មើលទេចការធម្មតាទេអ្នកគ្នាអញ្ចឹងហើយតែមិនអួតមិនអីទេអ្នកគ្នាតែគាត់ថាខ្ញុំតនេពីការងារទៅថតដល់លេងអញ្ចឹងអ្នកគ្នាហើយជា vlog ថ្មីសម្រាប់ខ្ញុំដែរអ្នកគ្នាដែលដល់លេងពីមួយឆ្នាំទៅមួយឆ្នាំខ្ញុំគិតថាជីវិតរបស់ខ្ញុំគឺដដែលទេអ្នកគ្នាតែវាមានអីប្លែកនៅពេលដែលយើងជួបនៅថ្មីអញ្ចឹងមិនដែលអត់ដូចការសិក្សាទេដែលប្លែកក្នុងការដែលរស់នៅប៉ុន្តែយើងអត់បានរៀនទេខ្ញុំតបពីរៀនចប់នឹងគឺនៅផ្ទះទេអ្នកគ្នាអញ្ចឹងអត់បានទៅណាទេហើយដោយសារតែយើងមានគ្រួសារដែរហើយអត់បានទៅណាដូចគេដូចឯងទេហើយក៏នាំអ្នកគ្នាទៅផ្លែកអារម្មណ៍ផ្លែកអីទេអ្នកគ្នាទៅទស្សនានៅថាវាមិនអីចឹងអ្នកគ្នាជាដើមសាវម៉ាវដែលខ្ញុំដាំខ្លួនឯងអ្នកគ្នាហើយខ្ញុំដាំនេះគឺផ្លែច្រើនមែនតើឆ្នាំហ្នឹងអ្នកគ្នាតែឆាប់អស់អ្នកគ្នាហើយអញ្ចឹងឆ្កែគាត់មើលទៀតមានដូងមាននេះដើមអីទេអ្នកគ្នាខ្ញុំអត់សូវស្គាល់ទេដើមហ្នឹងអញ្ចឹងហើយខ្ញុំព្យាយាមសួរដែរគឺថាអត់ស្គាល់ហ្មងអ្នកគ្នាហើយអញ្ចឹងមានយើងដើមមើលជុំវិញជាការប្រកួតហ្នឹងតើមានអីខ្លះហើយអញ្ចឹងអ្នកគ្នាហើយដូងវិញគឺផ្លែវាហ្នឹងមិនអ្នកគ្នាវាជ្រុះទាំងអស់អញ្ចឹងអ្នកគ្នាផ្លែបានក្តាប់ហើយវាប្រេះអាកគូតវាហ្នឹងអ្នកគ្នាហើយផ្លែបានយូរទេហើយខាងនេះគឺជាការពូទេគាត់ដាំក្រូចអ្នកគ្នាជាការគាត់អញ្ចឹងហើយមកខាងជាប់ខាងនេះគឺដីបោះអ៊ំហើយអញ្ចឹងគឺអត់មានអីច្រើនទេក្រៅពីស្រូវយ៉ាងណាគ្នា vlog មួយនេះគឺអត់មានអីច្រើនហើយអត់មានអីស្វែងគឺថាអត់មានអីស្វែងទេសម្រាប់អ្នកគ្នាប៉ុន្តែក៏អរគុណសម្រាប់ការតាមដានពីដើមដល់ចប់អ្នកគ្នាហើយនិយាយទៅខ្ញុំមិនសូវចេះធ្វើ vlog ទេអ្នកគ្នាប៉ុន្តែចេះធ្វើលេងក្រែងលោបន្ទោះបានវីដេអូល្បី